ចំនួន28នាក់ត្រូវបានខកខ្លួនពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងប្រតិបត្តិការដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញជនសង្ស័យចំនួន28នាក់ក្នុងនោះមានស្ត្រី6នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខកខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆៃឆេរនៅចំណុចផ្ទះលេខ 2N បូរីផាវីឡាផ្លូវបេតុងភូមិព្រែកជាងព្រំសង្កាត់វាស្បូវខណ្ឌច្បារអំពើរាជធានីភ្នំពេញក្រោមការសង្ស័យថាមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានដឹកនាំប្រតិបត្តិការនេះនៅថ្ងៃទី1ខែធ្នូឆ្នាំ2025ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យខាងលើផ្អែកតាមរបាយការណ៍ស្រាវជ្រាវអំពីការឆបោកបែបលួងលោមស្នេហានិងកំហែងទារប្រាក់រហូតបានឈានដល់ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនិងការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះក្នុងចំណោមជនសង្ស័យទាំង28នាក់មានជនជាតិវៀតណាមចំនួន27នាក់ស្ត្រី6នាក់និងបុរសជនជាតិខ្មែរចំនួន1នាក់ជាមួយគ្នានេះសមត្ថកិច្ចក៏បានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន monitor ចំនួន39គ្រឿង CPU ចំនួន11គ្រឿងទូរស័ព្ទចំនួន100គ្រឿងនិង SIM card មួយចំនួនទៀតផងដែរក្រោយការបង្ក្រាបនេះសមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយភាគីពាក់ព័ន្ធក្នុងការបន្តស្រាវជ្រាវបន្ថែមទៀតដើម្បីឈានទៅវែងមុខនិងចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះខណៈជនសង្ស័យត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអនុវត្តតាមនីតិវិធីច្បាប់ចំណែកឯទីតាំងខាងលើត្រូវបានបិទជាបណ្ដោះអាសន្នសូមបញ្ជាក់ថាក្នុងក្របខ័ណ្ឌយុទ្ធនាការបោះសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះសមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដោយគ្មានការលើកលែងឡើយ